ចាជាបឋមនាងខ្ញុំសូមជំរាបសួរលោករងឈុនចាបាទសូមជំរាបសួរបាទនាងខ្ញុំចង់ជំរាបសួរលោកថាតើដំណើរទស្សនកិច្ចរបស់លោកនៅអឺរ៉ុបទៅប្រទេសណាខ្លះហើយគោលបំណងនឹងមានដូចម្ដេចខ្លះដំណើរទស្សនកិច្ចរបស់ខ្ញុំមកសហគមន៍អឺរ៉ុបជាង10ថ្ងៃនេះខ្ញុំទី1ខ្ញុំទៅប្រទេសអង់គ្លេសបន្ទាប់មកខ្ញុំមកប្រទេសអាល្លឺម៉ង់ហើយក្នុងគោលបំណងការផ្លាស់ប្ដូរបទពិសោធន៍និងចែករំលែកអំពីការរៀបចំការចងក្រងសហជីពក៏ដូចជាសមាគមគ្រូបង្រៀននៅបណ្ដាប្រទេសនីមួយៗហើយក្នុងជំនួបជាមួយអង្គការនៅអង់គ្លេសក៏ដូចជានៅអាល្លឺម៉ង់ខ្ញុំបានលើកឡើងអំពីស្ថានភាពគ្រូបង្រៀនកម្មករនិងលក្ខខណ្ឌការងារក៏ដូចជាប្រាក់ឈ្នួលជាពិសេសករណីការបាញ់ប្រហារតាក់ទងទៅនឹងនៅក្រុងបាវិតដែលឈប់បណ្ឌិតបានបាញ់ប្រហារទៅលើកម្មករដែលតុលាការក៏ដូចជាអាជ្ញាធរមិនបាននាំខ្លួនឈប់បណ្ឌិតយកទៅផ្ដន់ទោសចាលោកមានប្រសាសន៍ថាអង្គការពីរហ្នឹងនៅទីក្រុងឡុងហើយនឹងនៅប្រទេសអាល្លឺម៉ង់ហ្នឹងអង្គការហ្នឹងឈ្មោះអីហើយគេមានចំណាប់អារម្មណ៍យ៉ាងម៉េចចំពោះការប្រាប់របស់លោកពីស្ថានភាពក្នុងប្រទេសកម្ពុជាហ្នឹងខ្ញុំមកជួបអង្គការនៅប្រទេសអង់គ្លេសមាន3មាន APL មាន NUT ហើយ TUC ហើយគេផ្ដោតអង្គការហ្នឹងផ្នែកអីផ្នែកសហជីពឬក៏យ៉ាងម៉េចសូមបន្ថែមហ្នឹងអង្គការទាំង3ហ្នឹងមានផ្នែកគ្រូបង្រៀនហើយនិងផ្នែកសហជីពហើយគេបានមានការចំណាប់អារម្មណ៍ខ្លាំងជុំវិញស្ថានភាពគ្រូបង្រៀនហើយនិងស្ថានភាពកម្មករនៅកម្ពុជាបាទហើយខ្ញុំជួបជាមួយនៅអង្គការប្រទេសអាល្លឺម៉ង់មានហៅអក្សរកាត់នោះ SES ហើយមួយទៀតមានStistung ហើយនឹង GDP បានមាន3ដែរប៉ុន្តែជួបនៅអាល្លឺម៉ង់នេះប្រជុំរួមគ្នាតែម្ដងហើយគេបានយកចិត្តទុកដាក់ខ្លាំងជុំវិញស្ថានភាពកម្មករនៅកម្ពុជាក៏ដូចជាគ្រូបង្រៀនបាទលោកមានប្រសាសន៍ថាគេអង្គការទាំងអស់ហ្នឹងគេយកចិត្តទុកដាក់ខ្លាំងអំពីស្ថានភាពរបស់កម្មករហើយនឹងគ្រូបង្រៀននឹងចង់ដឹងថាតើគេយកចិត្តទុកដាក់នឹងគេធ្វើអីទៀតគេនឹងមានគម្រោងផែនការធ្វើអីទៀតដើម្បីជួយបញ្ហាអស់ហ្នឹងបាននៅពេលជំនួបហ្នឹងផ្ដោតយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងផ្នែកស្មារតីផ្លូវច្បាប់ហើយនឹងមានផ្ដល់ជាជំនួយដើម្បីបណ្ដុះបណ្ដាលទៅដល់កម្មករកម្មការិនីគ្រូបង្រៀននៅកម្ពុជាបាទលោកមានបានជួបជាមួយនឹងសហគមន៍ខ្មែរនៅប្រទេសអង់គ្លេសឬក៏នៅប្រទេសអាល្លឺម៉ង់ដែរទេចានៅប្រទេសអង់គ្លេសខ្ញុំអត់បានជួបបងប្អូនខ្មែរយើងទេប៉ុន្តែនៅប្រទេសអាល្លឺម៉ង់ខ្ញុំបានជួបជាមួយបងប្អូនខ្មែរយើងហើយបានជជែកគ្នាច្រើនហើយគាត់បានសម្ដែងអំពីការកង្វល់ស្ថានភាពស្រុកទេសនៅកម្ពុជាយើងបាទចាតើលោកមានបានជម្រាបដល់សហគមន៍ខ្មែរនៅប្រទេសអាល្លឺម៉ង់ហ្នឹងពីស្ថានភាពកម្មករពីស្ថានភាពរស់នៅរបស់គ្រូបង្រៀនអីបញ្ហាអស់ហ្នឹងតើគេផ្ដល់ការគ្រប់គ្រងយ៉ាងម៉េចដែរគេឲ្យយោបល់យ៉ាងម៉េចដែរនៅពេលដែលខ្ញុំរៀបរាប់អំពីស្ថានភាពគ្រូបង្រៀនស្ថានភាពអប់រំក៏ដូចជាស្ថានភាពកម្មករជាពិសេសស្ថានភាពការគោរពសិទ្ធិមនុស្សឃើញបងប្អូនខ្មែរយើងនឹងមានចំណាប់អារម្មណ៍ខ្លាំងជុំវិញបញ្ហាទាំងអស់នេះហើយពួកគាត់បានចូលរួមមតិគំនិតជាច្រើនហើយបានសម្ដែងអំពីការព្រួយបារម្ភតាក់ទងទៅនឹងការធ្លាក់ចុះនៃគុណភាពអប់រំតាក់ទងទៅនឹងការធ្លាក់ចុះនៃសុខភាពរបស់បងប្អូនកម្មករកម្មការិនីតាក់ទងទៅនឹងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សដូចជាការផ្ដន់ទោសលោកសំរាំងស៊ីការចាប់លោកម៉ោងសំណងដូដាក់ពន្ធនាគារការផ្ដន់ទោសលោកមឿងសុនក៏ដូចជាអ្នកស្រីយ៉ងបុប្ផាដែលជាប់ពន្ធនាគារនៅសប្តាហ៍ថ្ងៃនេះដែលគាត់មានការកង្វល់ហើយនឹងមានការព្រួយបារម្ភជុំវិញស្ថានភាពស្រុកទេសយើងហ្នឹងបាទចាលោករងឈុនខ្ញុំចង់ជំរាបសួរដែរដោយសារថាការបោះឆ្នោតសកលហ្នឹងក្រុងធ្វើចានៅខែកក្កដាឆ្នាំ2013ហ្នឹងហើយ
ដែលលោកជៀបស្រាប់ហើយលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិនឹងមិនទាន់អាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីចូលរួមការបោះឆ្នោតនឹងថាតើសហគមន៍ខ្មែរនៅប្រទេសក្រៅនឹងគេយល់ឃើញយ៉ាងម៉េចគេមានយោបល់យ៉ាងម៉េចដែរតាក់ទងបញ្ហាអស់ហ្នឹងសហគមន៍ខ្មែរនៅក្រៅប្រទេសក៏ដូចជាអង្គការដែលខ្ញុំបានជួបនៅអាល្លឺម៉ង់ហ្នឹងគេបានសាកសួរខ្ញុំអំពីស្ថានភាពការបោះឆ្នោតនៅក្នុងខែ7ខាងមុខនេះហើយខ្ញុំក៏បានជម្រាបថាការបោះឆ្នោតបើគ្មានវត្តមានមេបកប្រឆាំងទេយើងគិតថាការបោះឆ្នោតនឹងវាមិនមែនជាដំណើរការគឺថាស្របទៅនឹងសេរីនោះទេហើយយើងចង់ឲ្យមានថាការបោះឆ្នោតមួយត្រូវមានវត្តមានមេបកប្រឆាំងចូលរួមក្នុងការបោះឆ្នោតនេះហើយបងប្អូនខ្មែរនៅសហគមន៍អឺរ៉ុបក៏មានការទៀមទាចង់ឲ្យមានវត្តមានលោកសំរងស៊ីត្រឡប់ចូលរួមក្នុងការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះផងដែរបាទបញ្ហាតាក់ទងពីរឿងការបោះឆ្នោតនឹងខ្ញុំចង់ជំរាបសួរថាតើសហគមន៍អន្តរជាតិនឹងមានបានធានាអះអាងថានឹងធ្វើដោយមិនដាច់ទេដើម្បីឲ្យលោកសំរងស៊ីនឹងអាចវិលត្រឡប់ចូលរួមការបោះឆ្នោតសកលនៅខែកក្កដានឹងចា៎សហគមន៍អន្តរជាតិគេបានអះអាងនៅចំពោះមុខខ្ញុំថាគេនឹងខិតខំស្វែងអន្តរកម្មធ្វើយ៉ាងណាដើម្បីឲ្យលោកសំរងស៊ីចូលរួមក្នុងការបោះឆ្នោតនៅខែកក្កដា2013ខាងមុខនេះបាទលោកមានអីចង់បន្ថែមទេចា៎សូមអញ្ជើញជុំវិញការបោះឆ្នោតក៏ដូចជាស្ថានភាពកម្មករក្នុងកំឡុងពេល2-3ថ្ងៃចុងក្រោយនេះយើងឃើញមានកតកម្មបាតកម្មច្រើនហើយយើងសូមឲ្យក្រសួងការងារក៏ដូចជារដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់នៅដំណោះស្រាយជូនដល់បងប្អូនកម្មករកម្មការិនីដូចជារោងចក្រផ្សេងយងដូចជារោងចក្រនៅក្រុងបាវិតត្រូវតែផ្ដល់ដំណោះស្រាយឲ្យពួកគាត់ឲ្យបានទាន់ពេលវេលាបាទចាសូមអរគុណច្រើនលោករងឈុននៅពេលវេលាចាស់ជំរាបលាបាទសូមអរគុណ